Hello everyone welcome to Easy English Club បាទសួស្តីបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ក្លឹបសិក្សាភាសាអង់គ្លេសងាយៗ We study about body parts យើងសិក្សាអំពីផ្នែកនៃដងខ្លួនអូខេ Teacher ចែកមេរៀនជា3ផ្នែកគឺទី1យើងសិក្សាពាក្យដោយបកប្រែជាភាសាខ្មែរទី2គឺ teacher នឹងសរសេរ phonetic symbol សញ្ញាសូរស័ព្ទនៅពីក្រោយពាក្យនីមួយៗហើយយើងរៀនអានទាំងអស់គ្នាណាទី3 conversation គឺការសន្ទនាការសន្ទនាជាមួយនឹង body parts បាទអញ្ចឹងការប្រើប្រាស់ពាក្យនីមួយៗតាមសញ្ញាសូរស័ព្ទអញ្ចឹងមុនចូលដល់មេរៀនរបស់យើង teacher សូមឆ្លើយតបនឹង comment របស់អ្នកសិក្សានិងបងប្អូនយើងដែលគាត់បានចូល comment នៅក្នុង page មេរៀននេះបាទគាត់ថាសម័យនេះទៅហើយតើនៅប្រើក្តារខៀនសរសេរ Word ដល់ណាទៀតបាទអញ្ចឹងteacher ក៏សូមឆ្លើយទៅវិញដោយរីករាយណាថាទោះបីយើងរីកចម្រើនដល់កម្រិតណាក៏ដោយដល់ AI យ៉ាងណាក៏ដោយក៏យើងមិនអាចចោលទាំងស្រុងនៅការសរសេរ Word នៅលើក្តារខៀននេះបានដែរពីព្រោះអីយើងមិនទាន់រីកចម្រើនទាំងអស់គ្នាទេគ្រាន់ថាមួយចំនួនកំពុងតែរីកចម្រើនលោកគ្រូផ្ទាល់គឺបានឆ្លងកាត់ការបង្រៀនដោយប្រើដីសណាក្តារខៀននិងដីសណាបាទរហូតដល់ការប្រើប្រាស់ Word ណាសរសេរបន្តមកទៀតសម័យបច្ចុប្បន្ននេះគឺសាលារបស់លោកគ្រូបានប្រើ projector បាទប្រើ slide ណាគ្រូគាត់មានកុំព្យូទ័ររបស់គាត់ connect ភ្ជាប់បង្រៀនបាទហើយបាទលោកនាយកគាត់នឹងអភិវឌ្ឍមួយកម្រិតទៀតគឺប្រើ smart board បាទ smart board គេហៅថាក្តារខៀនឆ្លាតវៃបាទកាន់តែទំនើបប៉ុន្តែក៏នៅសាលាដាច់ស្រយាលជនបទគាត់មិនទាន់ជារីកចម្រើនឯណាទេបាទអញ្ចឹងយើងធ្វើបែបនេះដើម្បីជួយទៅដល់បងប្អូនសិស្សានុសិស្សហើយមិនតែប៉ុណ្ណោះគឺជួយទៅដល់អ្នកដែលអត់ទាន់ចេះភាសាអង់គ្លេសហើយគាត់ចង់រៀនបាទគាត់ចង់រៀនភាសាអង់គ្លេសហើយការសិក្សាភាសាអង់គ្លេសដែលមិនថាភាសាអង់គ្លេសភាសាអីទេឬក៏មុខវិជ្ជាផ្សេងៗទេបាទការរៀនគឺមិនបានកំណត់អាយុឡើយបាទ study is never old for you បាទកត្តាអាយុមិនអាចកំណត់ដល់ការសិក្សារបស់យើងម្នាក់ៗបានឡើយយ៉ាហើយលោកគ្រូរីករាយទទួលយកនៅការ comment រិះគន់កែលម្អពីសំណាក់បងប្អូននិងលោកគ្រូអ្នកគ្រូដែលជំនាញផ្នែកខាងភាសាអង់គ្លេសនៅក្នុងន័យស្ថាបនាកែលម្អជួយអភិវឌ្ឍដល់ធនធានមនុស្សរបស់កម្ពុជាយើងទាំងអស់គ្នាណាបាទតោះអូខេ let's go យើងចាប់ផ្ដើមមេរៀន body parts ផ្នែកនៃដងខ្លួន head ក្បាល here សក់ neck ក eye ភ្នែក ear ត្រចៀក nose ច្រមុះ mouth មាត់ cheek ថ្ពាល់ chin ចង្កា lip បបូរមាត់ tongue អណ្ដាត teeth ធ្មេញ hand ដៃ back ខ្នង abdomen ពោះ leg ជើង knee ជង្គង់ finger
ម្រាមដៃ Yeah that's all